เมสโตวระยังกะเลียเจเยเตไรเรียพุทธศักราชเรียศาสนาอาเตกันตากันลองตัวหายบ้านปี1569ព្រះវស្សាត្រឹមថ្ងៃសុក្រវិញបរមីនៃខែពិសាលុះដល់ថ្ងៃសៅរ៍1រោចខែពិសាឆ្នាំមមីអត្តស័កតទៅចូលព្រះពុទ្ធសករាជ2570ជាវេលាដែលទេវតាឆ្នាំថ្មីត្រូវយាងមកទទួលតំណែងគ្រប់គ្រងថែរក្សាមនុស្សលោកបន្តវេនពីទេវតាឆ្នាំចាស់ទេវតាទាំងឡាយបានមកជួបជុំគ្នាមុំមីដេដាស់រងចាំអបអរព្រះរាជពិធីផ្ទេរតំណែងទេវតាឆ្នាំថ្មីព្រះនាមរាជយសាទេវីជាបុត្រីទី3នៃកបិលមហាព្រហ្មដែលនឹងយាងចុះមកនៅថ្ងៃអង្គារ12រោចខែចែកត្រូវនឹងថ្ងៃទី14ខែមេសាគ្រិស្តសករាជ2026វេលាម៉ោង 10:48 នាទីព្រឹកឆ្នាំថ្មីព្រះនាមរាជសាទេវីជាបុត្រីទី3នៃកបិលមហាព្រហ្មបានយាងចុះមកដល់ហើយខ្ញុំម្ចាស់សូមក្រាបថ្វាយបង្គំម្ចាស់បងល្អហើយម្ចាស់អូនម្ចាស់បងចុះការកន្លងផុតទៅក្រោមការគ្រប់គ្រងថែរក្សាភពផែនដីរបស់ម្ចាស់បងតើប្រជានុរាស្ត្រទាំងអស់បានរស់នៅសុខទុក្ខយ៉ាងណាដែរទៅក្រាបទូលម្ចាស់អូនរយៈពេល1ឆ្នាំកន្លងទៅនេះការកសាងសង្គមជាតិប្រជានុរាស្ត្រទាំងអស់រស់នៅបានសុខសេមសាន្តមានសាមគ្គីភាពគ្នាយ៉ាងជិតស្និទ្ធសប្បាយសប្បាយទាំងការរត់ទទួលទាននិងការរស់នៅសមរម្យជាពិសេសជាតិមាតុភូមិកាន់តែរីកចម្រើនទៅជាលំដាប់គួរជាទីគប់ប្រសាណាស់ម្ចាស់អូនប៉ុន្តែជាអកុសលព្រះរាជាណាចក្រកម្ពុជាបានទទួលរងនូវការឈ្លានពានពីប្រទេសជិតខាងធ្វើឲ្យប្រជានុរាស្ត្រដែលរស់នៅបណ្ដោយព្រំដែនមួយចំនួនជួបទុក្ខលំបាកទោះជាយ៉ាងនេះក្តីថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ព្រះមហាក្សត្ររដ្ឋសភានិងរដ្ឋាភិបាលកម្ពុជាបានយកចិត្តទុកដាក់អំពីសុខទុក្ខរបស់ប្រជាពលរដ្ឋដែលរងគ្រោះទាំងអស់នោះជាពិសេស
គឺមានកម្លាំងមហាសាមគ្គីភាពគ្នានៃគ្រួសារខ្មែរស្មារតីខ្មែរជួយខ្មែរបានវិញជាធ្លុំមហាសាមគ្គីភាពបង្កើតជាចលនាជាតិដ៏រឹងមាំមួយចូលរួមឧបត្ថម្ភគាំទ្រទាំងស្មារតីថវិកាសម្ភារៈដល់ប្រជាពលរដ្ឋដែលជាជនរងគ្រោះនិងកងកម្លាំងដ៏អង់អាចក្លាហានដែលឈរជើងប្រយុទ្ធការពារបូរណភាពទឹកដីពីសត្រូវឈានពានមកដល់ពេលនេះស្ថានភាពនៃប្រជាជាតិកម្ពុជាមិនទាន់បានវិលទៅសភាពដើមទាំងស្រុងនៅឡើយទេប៉ុន្តែរដ្ឋាភិបាលកម្ពុជានៅតែបន្តខិតខំប្រឹងប្រែងដោះស្រាយតាមគ្រប់យន្តការដែលអាចធ្វើទៅបានសម្ដៅយ៉ាងណាឲ្យប្រទេសជាតិបានសុខសន្តិភាពពេញបរិបូរណ៍ឡើងវិញណាម្ចាស់អូន